អនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្ដីពីការវាស់វែងនិងខណ្ឌព្រំសីមាព្រំដែនគោករដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃបានព្រមព្រៀងគ្នាតាមរយៈអនុសារណៈនៃការយោគយល់គ្នាចុះហត្ថលេខានៅរាជធានីភ្នំពេញកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2000ក្នុងការវាស់វែងនិងខណ្ឌព្រំសីមាព្រំដែនគោករវាងប្រទេសទាំងពីរដោយសំអាងលើឯកសារអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមនិងផែនទីដែលជាលទ្ធផលនៃកិច្ចការខណ្ឌព្រំសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមដែលបង្កើតឡើងតាមរយៈអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907មាត្រា1នៃអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000មានខ្លឹមសារដូចខាងក្រោមនេះមាត្រា1ការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃត្រូវធ្វើឡើងរួមគ្នាដោយសំអាងលើឯកសារដូចតទៅកអនុសញ្ញារវាងបារាំងសៀមដែលបានកែប្រែអត្ថន័យនៃសន្ធិសញ្ញាថ្ងៃទី3ខែតុលាឆ្នាំ1893តាក់ទងទៅនឹងដែនដីនិងការព្រមព្រៀងដទៃទៀតដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ1904ខសន្ធិសញ្ញារវាងព្រះមហាក្សត្រសៀមនិងលោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដែលបានចុះហត្ថលេខានៅទីក្រុងបាងកកនៅថ្ងៃទី23ខែមីនាឆ្នាំ1907និងពិធីសារស្ដីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាចុះថ្ងៃទី23ខែមីនាឆ្នាំ1907និងកបណ្ដាផែនទីដែលជាលទ្ធផលនៃកិច្ចការខណ្ឌព្រំសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907រវាងបារាំងសៀមនិងឯកសារដទៃទៀតដែលតាក់ទងទៅនឹងការអនុវត្តនៃអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907រវាងបារាំងសៀមសូមបញ្ជាក់ជូនផងដែរថាអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000នេះត្រូវបានតម្កល់នៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិនិងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិទៀតផង